ហើយក៏បានប្រាប់ចុងភៅវាថាល្ងាចហ្នឹងគាត់ចង់ញ៉ាំអាហារមួយពេលហ្នឹងស្មើនឹងអាហារ3ថ្ងៃដល់ពេលម៉ោងបាយល្ងាចពួកគេពិតជាញ៉ាំសាហាវណាស់មិនដែលធ្លាប់ឃើញទេដល់ពេលបាយហើយស្ដេចបាននាំពួកគេទៅងូតទឹកជាមួយគ្នានៅពេលនោះស្ដេចឃើញថាក្រុមរបស់ Luffy នោះសប្បាយខ្លាំងណាស់ទៅកន្លែងណាក៏ផាធីបានដែរបន្ទាប់មកពួកគេបាននាំគ្នាទៅលួចមើលស្រីងូតទឹកចង់ដឹងថាស្រីដល់ក្អែកយ៉ាងម៉េចហើយនៅពេលណាមីដឹងថាពួកគេចង់មើលនាងអត់មានចិត្តអាក្រក់ទេតែម្នាក់ត្រូវបងឲ្យនាង 100000 បែរីបន្ទាប់មកនៅយប់នោះពួកគេបានសម្រេចគ្នាថាពួកគេនឹងចាក់ចេញពីវាននឹងយប់ដើម្បីកុំឲ្យកងម៉ារីនដេញចាប់ពួកគេតាន់មកដល់ពេលនេះអ៊ីក្រាមហើយនិងឆាខាបានទទួលលិខិតតាមចាប់ខ្លួន Luffy ថ្មីដែលតម្លៃខ្លួនរបស់គាត់ឡើងដល់100លានបែរីហើយចំណែក Zoro ក៏60លានផងដែរនៅពេលដែលអ៊ីក្រាមចង់យកដំណឹងនេះទៅប្រាប់ក្រុមរបស់ Luffy បានចាក់ចេញពីវានបាត់ទៅហើយចំណែកពនាង Vivi នៅ Stackster នេះមិនដឹងថានាងគួរតែធ្វើជាចោរសមុទ្រឬក៏នៅបន្តធ្វើជាពនាងទេបើសិនជានាងសម្រេចចិត្តធ្វើជាចោរសមុទ្រស្អែកនាងត្រូវធ្វើដំណើរទៅជួបក្រុមរបស់ Luffy នៅកំពង់ផែក្នុងពេលជាមួយគ្នាកាប់តែនហ៊ីណាបានបញ្ជាឲ្យកងម៉ារីនពាត់កោះ Alabasta ទាំងមូលហើយកំទេចទុកចោលសមុទ្រចោលទាំងអស់មិនឲ្យអ្នកណារួចខ្លួនឡើយប៉ុន្តែពេលនោះម៉ារីនម្នាក់បានរាយការណ៍ប្រាប់នាងថាអត់ឃើញទូករបស់ Luffy ទេនៅពេលនេះក្រុមរបស់ Luffy ក៏អត់ទាន់ទៅដល់ទូករបស់ពួកគេដែរគឺពួកគេនៅធ្វើដំណើរឆ្លងកាត់វាលខ្សាច់នៅឡើយនៅតាមផ្លូវពួកគេចាប់អារម្មណ៍ថា Nami ដូចអត់សូវសប្បាយចិត្តសោះហើយពួកគេគិតថា Nami និង Vivi ព្រោះរយៈកាលកន្លងមកនេះពួកនាងជិតស្និទ្ធជាមួយគ្នាខ្លាំងណាស់តែ Nami បានប្រាប់ថាមិនមែនចឹងទេនាងមិនសប្បាយចិត្តដោយសារតែនាងភ្លេចទីលុយរង្វាន់ 1000 លានបែរីពី Vivi You're moping about the money បន្តិចក្រោយមកក្រុមរបស់ Luffy បានទៅដល់ទូករបស់ពួកគេដែលយើងឃើញ Mr. Two ក៏នៅលើទូកនោះផងដែរនៅពេលនេះទូករបស់ Luffy នៅផ្នែកខាងលើនៃទន្លេ Sandora មិនមែននៅសមុទ្រទេតាមពិតត្រូវអរគុណ Mr. Two បើសិនជាទូករបស់ Luffy នៅសមុទ្រក៏ម៉ារីនកំទេចចោលបាត់ហើយក្រោយពេលដឹងថា Mr. Two ជួយសង្គ្រោះទូករបស់គាត់ Luffy ក៏លេងចូលគាត់វិញស្អែកព្រឹកឡើងមានម៉ារីនម្នាក់ទៅរាយការណ៍ប្រាប់កាប់តែនហ៊ីណាថាពួកគេបានរកឃើញទូករបស់ Luffy ហើយនៅផ្នែកខាងលើនៃទន្លេ Sandora ដោយមិនបង្អង់យូរកាប់តែនហ៊ីណាបានបញ្ជាឲ្យគេកំទេចទូករបស់ Luffy ចោលOne ship versus 8 isn't a fair fight នៅពេលនោះកងម៉ារីនបានប្រើទូកចំនួន8គ្រឿងទៅព័ទ្ធជុំវិញទូករបស់ Luffy ហើយនិង Mr. Two ក្នុងចំណោមនោះមានទូក2គ្រឿងដឹកនាំដោយ Django ហើយនិង Mr. Fubadi សូមរំលឹកតិច Django នឹងគឺជាចោរសមុទ្រនៅក្នុងក្រុមឆ្មាខ្មៅដែលចេះវិជាសណ្ដំនៅពេលនេះខ្ញុំអត់ទាន់ដឹងទេថាហេតុអីបានជា Django ដែលធ្លាប់ជាចោរសមុទ្រនឹងចូលធ្វើជាម៉ារីនបានបើសិនជាមានអ្នកដឹងសូមជួយខមមិនប្រាប់ផងចំណែក Mr. Fubadi ក៏ធ្លាប់ប៉ះជាមួយ Sanji ហើយម្ដងដែរដែលកាលនោះគាត់ត្រូវបាន Sanji វាយឡើងទូកដោយសារតែគាត់មើលងាយម្ហូបរបស់ Sanji ត្រឡប់មកមើលការប្រឈមមុខដាក់គ្នាវិញមិនយូរប៉ុន្មានទូករបស់ Django ហើយនិង Mr. Fubadi ត្រូវបានអ៊ូសបបាញ់ពន្លិចហើយក្រោយមកបន្តិចទូករបស់កាប់តែនហ៊ីណាបានទៅដល់គ្រាន់តែបានឃើញទូករបស់ហ៊ីណាពីចម្ងាយ Mr. Two ភ័យខ្លាំងណាស់ប្រហែលជាហ៊ីណានឹងខ្លាំងណាស់ហើយមើលទៅពេលនោះគាត់បានបំពោក្រុមរបស់ Luffy រត់គេចតែ Luffy អត់គេចទៅណាទេព្រោះគាត់ត្រូវទៅទទួលមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតនៅកំពង់ផែទិសខាងកើតការដែលក្រុមរបស់ Luffy នាំគ្នាគិតមិត្តភ័ក្តិជាធំចឹងធ្វើឲ្យ Mr. Two រំភើបចិត្តខ្លាំងណាស់ហើយពេលនោះគាត់បានប្រាប់កូនចៅរបស់គាត់ឲ្យជួយក្រុមរបស់ Luffy គេចចេញពីកាប់តែនហ៊ីណាបន្ទាប់មកកាប់តែនហ៊ីណាបានឆ្លងឃើញទូករបស់ Mr. Two កំពុងតែបើករត់គេចហើយក្រុមរបស់ Luffy ក៏នៅលើទូកនោះផងដែរដល់ពេលចឹងទៅនាងក៏ព្យាយទូកម៉ារីនទាំងអស់ដេញតាមទូកមួយនោះហើយមិនយូរប៉ុន្មានពួកគេក៏បាន